សូមគោរពជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់របស់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយដែលបង្ហាញអំពីសកម្មភាពខ្លះៗដែលនៅជុំវិញផ្ទះផងដែរនៅក្នុងវីដេអូនេះបង្ហាញពីសកម្មភាពដែលពេលត្នេះចឹងណាបងប្អូនហើយនិយាយពីការដាំបន្លែតិចតួចហើយមើលតដៃក៏ដឹងដែរគេថាលីអាចកោមួយដីនឹងច្បាច់ខ្វាច់មិនច្បាច់ពាក្យស្រោមដៃទេព្រោះយកថាយើងលីទៅសពល្អអញ្ចឹងបើនិយាយពីការដាំវិញចូលចិត្តហើយមើលទៅយ៉ាងហមហានៅប៉ុន្តែបងប្អូនលទ្ធផលជាទៅស្បៃហើយមកវិញតែរហូតថាដាំខំប៉ុន្តែជារួមលទ្ធផលធ្លាក់បើសិនជាការប្រឡងវិញណាបើកលេចតែលទ្ធផលអត់សូវល្អទេប៉ុន្តែសួរថាឈប់តាមអត់គឺអត់ឈប់ទេព្រោះយើងចូលចិត្តហើយណាមួយជាការពលកម្មហាត់ប្រាណបែបញើអីចឹងណាបងប្អូនអ្វីដែលសំខាន់គឺយើងចូលចិត្តហើយដោយបងប្អូនបានដឹងចឹងធម្មតាតែយើងធ្វើអីក៏ដោយកាលណាយើងចូលចិត្តគឺយើងអត់បោះបង់វាចោលទេមួយវិញទៀតសម្រាប់ការដាំបើសិនជាយើងដាំ10មុខហើយណាក៏យើងបាន2មុខដែរមែនទេបងប្អូនដូច្នេះជាលទ្ធផលក៏បានផលខ្លះដែរនៅក្នុងនឹងអញ្ចឹងបងប្អូនទៅមើលតើនេះទៅថាបានផលគេខ្លះមែនតើអ្នកទេសខ្ញុំគាត់ចូលចិត្តផ្អាប់ខ្ញុំដែរថាដៃមិនកដលខំឬមកពីអីតាមពាក្យចាស់និយាយតគ្នាព្រោះតាកណាដៃនឹងកដលខំគឺដាំអីអត់ដល់ទេអញ្ចឹងខ្ញុំដាំអីក៏មិនដល់ដែរប៉ុន្តែមិនឈប់ដាំទេនៅតែបន្តដាំហើយជាលទ្ធផលក៏យើងបានផ្លែហូបខ្លះហើយដែរអញ្ចឹងក៏វាមិនខុសពីជីវិតយើងទេយើងធ្វើអីមួយបរាជ័យយើងអាចធ្វើអីផ្សេងទៀតមិនប្រកាសថាបរាជ័យទៀតដែរមិនได้ថាយើងធ្វើ10មុខក៏មិនប្រកាសថាបរាជ័យទាំង10មុខដែរហើយណាក៏មានពីមុខយើងជោគជ័យសំខាន់កុំឲ្យតែយើងបោះបង់កុំឲ្យតែយើងឈប់កុំឲ្យតែយើងបាក់ទឹកចិត្តឬក៏កុំឲ្យតែយើងឆាប់រៀថយនៅពេលដែលយើងដាំអត់បានផលឬក៏យើងធ្វើអ្វីអត់បានជោគជ័យឬក៏ព្រោះតែពាក្យសម្ដីរបស់អ្នកដទៃមកពិបាកទឹកចិត្តមករៀងការធ្វើរបស់យើងនោះហើយគឺមានន័យថាយើងបរាជ័យមែនទែនហើយជាស្រ័យចំពោះវីដេអូដែលអត់មាន concept ច្បាស់លាស់មួយនេះប៉ុន្តែខ្ញុំអាចសង្ខេបជម្រាបប្រាប់បងប្អូនថាដោយដែលខ្ញុំបានលើកឡើងខាងដើមអញ្ចឹងខ្ញុំមិនប្រកែកដាំដំណាំទេហើយលទ្ធផលក៏មិនបានល្អដែរប៉ុន្តែសួរថាចូលចិត្តតាមអត់ចូលចិត្តហើយនៅតែបន្តដាំបើទោះបីជាលទ្ធផលមិនបាន10មុខល្អទាំង10មុខក៏ដោយចង់បញ្ជាក់ប្រាប់បងប្អូនថាមិនមែនតែចំពោះការដាំដំណាំដាំបន្លែបងប្អូនគ្រប់រឿងទាំងអស់គ្រប់គោលដៅគ្រប់ក្តីស្រឡាញ់គ្រប់ស្ថានភាពស្ថានភាពដែលកើតមាននៅក្នុងជីវិតរបស់យើងគឺត្រូវប្រឹងប្រែងតស៊ូដើម្បីយកវាសំខាន់យើងបានស៊ូចិត្តយើងហើយថាយើងស្រឡាញ់បើយើងពិតជាស្រឡាញ់គឺយើងត្រូវធ្វើវារាល់ឧបសគ្គទាំងឡាយជាពិសេសពាក្យសម្ដីបបាក់ទឹកចិត្តរបស់អ្នកដទៃគឺច្រើនជាងគេអញ្ចឹងកន្លែងហ្នឹងត្រូវច្បាស់ណាពួកពាក្យសម្ដីខ្លះគេព្យាយាមចង់ឲ្យយើងបាក់ទឹកចិត្តហើយក៏គេព្យាយាមចង់ឲ្យយើងមិនអាចធ្វើវាបានអញ្ចឹងសំខាន់យើងត្រូវដឹងខ្លួនឯងថាយើងស្រឡាញ់យើងចាប់ផ្ដើមគឺដើម្បីសម្រេចវាកុំខ្វល់ពីអ្វីដែលជាអវិជ្ជមានត្រូវខ្វល់តែអ្វីដែលយើងធ្វើវាឲ្យបានសំខាន់រឿងដែលយើងធ្វើគឺជារឿងត្រឹមត្រូវអរគុណ